ខ្ញុំត្រូវតែគិតចង់បណ្ដេញកញ្ញាសៀវមីចិនតែនឹកស្មានមិនដល់នាងបាយជាស្ទូមកចាប់ខ្ញុំជាប់ភ្លាមខ្ញុំក៏ទាញបំបីចិនយ៉ាងខ្លាំងហើយបណ្ដេញនាងចិនពីបន្ទប់ផ្ទាល់តែម្ដងខ្ញុំក៏លើកសៀវភៅកំណត់ហេតុឡើងក្រោយពីគូសញ្ញាធីកនៅពីក្រោយឈ្មោះកញ្ញាសៀវមីរួចខ្ញុំក៏នៅសល់តែមួយជំហានទៀតប៉ុណ្ណោះនឹងដល់គោលដៅចុងក្រោយរបស់ខ្ញុំហើយនៅពេលដែលកញ្ញាសៀវមីមិនទាន់ដឹងខ្លួនវិញផងខ្ញុំក៏បានបោះរបស់របររបស់នាងទាំងអស់ចេញទៅក្រៅនាងសម្លឹងមើលខ្ញុំទាំងក្រសែភ្នែកហាក់ដូចជាចង់ស៊ីសាច់ខ្ញុំប៉ុន្តែសម្រាប់ខ្ញុំគឺគ្មានឥទ្ធិពលបំភ្លេចបំផ្លាញអ្វីទាំងអស់ប៉ុន្តែអ្នកណាទៅនឹកស្មានថាកញ្ញាសៀវមីបែរជាមនុស្សចិត្តខូខៅសោះនាងបានប្រមូលទឹកភ្នែករបស់នាងរួចយកទៅបិទរូបថតរបស់ខ្ញុំនៅលើមុខតុក្កតារួចដាក់សក់របស់ខ្ញុំហើយស្លៀកពាក់ស្រីឲ្យតុក្កតានោះបន្ទាប់ពីស្រក់ទឹកភ្នែករួចសែងពណ៌សមួយសន្ធឹកក៏បានផាត់អណ្ដែតកាត់ទៅកញ្ញាសៀវមីក៏បានញញឹមយ៉ាងចម្លែកនៅពេលនោះខ្ញុំមានអារម្មណ៍វើមុខតែប៉ុណ្ណោះលោកភ្ញាក់ឡើងវិញក៏ស្រាប់តែមានបរុនប្លែកមុខម្នាក់ដេកនៅក្បែរខ្ញុំក៏ប្រញាប់ប្រញាល់ឲ្យគាត់ចេញទៅប៉ុន្តែគាត់បែរជាចង្អុលទៅរូបថតនៅលើជញ្ជាំងហើយនិយាយថានេះជាបន្ទប់របស់គាត់ទៅវិញខ្ញុំស្រឡាំងកាំងអស់ហើយខ្ញុំអើយខ្ញុំបែរជាបានក្លាយទៅជានារីទៅវិញបរិវនោះក៏បានបោះសម្លៀកបំពាក់និងកាបូបឲ្យខ្ញុំរួចក៏ដេញខ្ញុំចេញទៅក្រោយគាត់ក៏មានសៀវភៅកំណត់ហេតុមួយដែរហើយខ្ញុំក៏បានក្លាយទៅជាគោលដៅចុងក្រោយក្រោមប៊ិចរបស់គាត់ទៅវិញខ្ញុំក៏ដើរទៅតាមផ្លូវដោយអស់សង្ឃឹមភ្លាមនោះខ្ញុំក៏ស្រាប់តែនឹកឃើញភ្លាមហើយយល់ថាអ្វីទាំងអស់នេះគឺកញ្ញាសៀវមីជាអ្នកធ្វើខ្ញុំក៏ខឹងច្រឡោទៅរកនាងប្រសិនបើមិនឲ្យខ្ញុំត្រឡប់ទៅជាធម្មតាវិញទេខ្ញុំនឹងប្រយុទ្ធជាមួយនាងឲ្យស្លាប់រស់តែម្ដងកញ្ញាសៀវមីក៏ប្រញាប់ប្រញាល់ហាមឃាត់ឃ្លុំនាងប្រាប់ឃ្លុំថាមានតែរកឃើញស្នេហាពិតប៉ុណ្ណោះខ្ញុំទើបអាចត្រឡប់ទៅជាសភាពដើមវិញបានបន្ទាប់មកមិនទាន់ឲ្យខ្ញុំតបតវិញផងនាងក៏បិទទ្វារបាត់ទៅខ្ញុំនឹកឃើញដល់រឿងរ៉ាវដ៏ចម្លែកដែលបានកើតឡើងចំពោះខ្ញុំក៏ស្រាប់តែយំយ៉ាងខ្លាំងដោយអស់សង្ឃឹមខ្ញុំក៏ត្រូវតែមកសុំជំនួយពីកញ្ញាសៀវមីខ្ញុំក៏បានប្រាប់ការពិតរបស់ខ្លួនទៅនាងកញ្ញាសៀវមីមើលបន្តាក់តែទឹកនោមទាំងមិនជឿភ្នែកនាងក៏បើកភ្នែកធំខ្ញុំក៏ជូតទឹកភ្នែកនៅជ្រុងភ្នែកចិនហើយបានឃើញសៀវភៅថែរក្សាកូននៅក្នុងដៃរបស់នាងដោយចៃដន្យនាងក៏មានផ្ទៃពោះដែរហើយបើគិតទៅតាមពេលវេលានោះជាកូនរបស់ខ្ញុំយ៉ាងពិតប្រាកដខ្ញុំក៏សម្លឹងមើលភ្នែកកញ្ញាសៀវមីដែលកំពុងស្រក់ទឹកភ្នែកហើយក៏សម្រេចចាប់ទទួលខុសត្រូវរបស់ខ្លួនកញ្ញាសៀវមីក៏ទីបំផុតបានអភ័យទោសឲ្យខ្ញុំបន្ទាប់ពីនាងថាបខ្ញុំរួចខ្ញុំក៏មានអារម្មណ៍វិលមុខហើយក៏សម្លប់បាត់ទៅលុះខ្ញុំភ្ញាក់ឡើងវិញខ្ញុំក៏បានរកឃើញថាខ្លួនឯងបានត្រឡប់ទៅដល់បន្ទប់របស់ខ្ញុំវិញហើយថែមទាំងបានត្រឡប់ទៅជាសភាពដើមវិញទៀតផងខ្ញុំក៏លើកសៀវភៅកំណត់ហេតុនៅលើតុឡើងដោយមិនស្ទាក់ស្ទើររួចក៏ទាញយន្តការហើយបោះសៀវភៅកំណត់ហេតុនោះចេញទៅក្រៅនៅពេលដែលខ្ញុំកោសទ្វារបន្ទប់របស់កញ្ញាសៀវមីម្ដងទៀតខ្ញុំក៏បានត្រៀមខ្លួនរៀងរាល់ទាំងអស់ហើយខ្ញុំនឹងក្លាយជាស្វាមីដែលមានការទទួលខុសត្រូវនិងជាឪពុកដែលគ្រប់លក្ខណៈខ្វាយ show អបក្រស្រោបជីវិតគ្រប់ប្រភេទ